សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះគឺថ្ងៃទី1ខែមីនាឆ្នាំ2026ខ្ញុំមានព័ត៌មានទាន់ហេតុការណ៍មួយគឺបើយោងតាមសេចក្តីរាយការណ៍របស់ខាង BBC CNN និងសារព័ត៌មាន AP Reuters បានឲ្យដឹងថាគឺបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ដែលត្រូវបានអានដោយទូរទស្សន៍ផ្សាយនិងវិទ្យុផ្សាយជាច្រើនរបស់រដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់នោះបានបញ្ជាក់ថាលោកអាយ៉ាតុលាខាមេនីត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោកនៅព្រឹកថ្ងៃសៅរ៍បាទខ្ញុំសូមនិយាយម្ដងទៀតគឺទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថាលោកអាយ៉ាតុលាខាមេនីពិតជាត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ហើយគឺស្លាប់នៅក្នុងការិយាល័យរបស់លោកអ្នកអានព័ត៌មានតាមទូរទស្សន៍ម្នាក់បានអានទាំងសក់ទឹកភ្នែកដោយបាននិយាយថាប្រទេសអ៊ីរ៉ង់នឹងចាប់ផ្ដើមពិធីកាន់ទុក្ខរយៈពេល40ថ្ងៃហើយក្រុមប្រឹក្សាអ្នកជំនាញអ្នកដឹកនាំដែលគេហៅថាក្រុមប្រឹក្សាបព្វជិតត្រូវបានគេរំពឹងថានឹងតែងតាំងអ្នកស្នងតំណែងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយបើយោងតាមអង្គការ Red Crescent គឺមានមនុស្សជាង200នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីស្រាអែលរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកហើយដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់ BBC គឺដូច CBS News ក៏បានរាយការណ៍ថាមន្ត្រីអ៊ីរ៉ង់ប្រហែល40នាក់ឯណោះបានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះដោយឡែកទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីណារបស់អ៊ីរ៉ង់វិញបានប្រកាសថាមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់គឺលោកមូហាម៉េតប៉ាក់ពួរនិងលេខាធិការក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់លោកអាលីសាមខានីក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ផងដែរហើយវាស្របគ្នាជាមួយនឹងការដែលអ៊ីស្រាអែលបានប្រកាសកាលពីពេលមុននោះគឺអ៊ីស្រាអែលបានរាយការណ៍ថាមានសមាជិកចំនួន7នាក់នៃថ្នាក់ដឹកនាំខាងសន្តិសុខអ៊ីរ៉ង់ហ្នឹងរួមទាំងលោកប៉ាក់ពួរហើយនិងលោកសាមខានីហ្នឹងគឺត្រូវបានសម្លាប់ឥឡូវនេះគឺខាងអ៊ីរ៉ង់បានបញ្ជាក់ថាលោកប៉ាក់ពួរហ្នឹងគឺត្រូវបានសម្លាប់ពិតប្រាកដមែនបើតាមប្រវត្តិគឺលោកមូហាម៉េតប៉ាក់ពួរត្រូវបានតែងតាំងជាមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តរបស់អ៊ីស្លាមនៃអ៊ីរ៉ង់ហ្នឹងគឺបន្ទាប់ពីមេរបស់គាត់មុនត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្គ្រាមដែលអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកកាលពីខែមិថុនាឆ្នាំមុនគឺឆ្នាំ2025ហើយពីមុនគឺគាត់ជាមេបញ្ជាការកងកម្លាំងជើងគោករបស់ខាងកងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់ហ្នឹងហើយដោយឡែកលោកសាមខានីវិញដែលក៏ជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកម្ពុជាអ៊ីរ៉ង់ហ្នឹងបានរងរបួសកាលពីឆ្នាំមុនគឺបានត្រឹមតែរងរបួសឥឡូវឆ្នាំនេះគឺគាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនេះហើយបាទសូមអរគុណ